សួស្តីបងប្អូនសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនតែម្ដងដោយយើងយករូបថតរបស់យើងនឹងបង្កើតទៅជាវីដេអូអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើបែបហ្នឹងអាចមើលវីដេអូនេះបានខ្ញុំនឹងលម្អិតអញ្ចឹងវិធីសាស្ត្រធ្វើអត់ពិបាកទេបងប្អូនត្រូវមានកម្មវិធី Crop ជាមុនសិនមកនៅពេលដែលយើងធ្វើការចូលជាមួយនឹង Crop បងប្អូននឹងឃើញ full ខាងក្រោមហ្នឹងយើងចុចទៅលើចំណុចក្រោមហ្នឹងមករួចយើងធ្វើការ select ទៅលើពាក្យថា photo ហើយបន្ទាប់មកយើងធ្វើការជ្រើសរើសនៅរូបមួយណាដែលបងប្អូនចង់ធ្វើការ generate ណានៅត្រង់ចំណុចនេះគឺយើងអាចយករូបយើងធម្មតា generate ឲ្យវាស្អាតជាមុនហើយបើសិនជាចង់បង្កើតវីដេអូយើងចុចពាក្យថា create video នៅខាងលើហ្នឹងហើយបន្ទាប់មកទៀតវានឹងបង្ហាញទម្រង់បែបនេះឲ្យបងប្អូនអញ្ចឹងមើលត្រង់ចំណុចខាងក្រោមដែលមានសញ្ញារូបដូចជារូបថតហ្នឹងយើងចុចកន្លែងសញ្ញាបូកហ្នឹងមកវានឹងបង្ហាញពីបែបនេះអញ្ចឹងយើងគ្រាន់តែធ្វើការចុចត្រង់ចំណុចខាងក្រោមដែលគេដាក់ថា animate បាទយើងចុចលើនឹងមកហើយបន្ទាប់មកយើងធ្វើការ select នៅរូបថតរបស់យើងណាដែលយើងចង់បង្កើតវាឲ្យទៅជាវីដេអូអញ្ចឹងនៅពេលដែលយើងធ្វើការ upload នឹងរួច upload រូបថតរួចរាល់ណាបងប្អូនវានឹងធ្វើការ generate រូបដែលយើងបាន upload នឹងទៅជាវីដេអូអញ្ចឹងរាល់ការ generate នេះគឺវាអត់ចំណាយពេលយូរទេបងប្អូនដោយសារតែរូបហ្នឹងគឺរូបមេទូចហើយវាអាចធ្វើការចំណាយពេលក្នុងការ generate ទៅជាវីដេអូគឺវាចំណាយពេលតិចអញ្ចឹងបន្ទាប់ពីវាធ្វើការ generate រួចរាល់ហើយគឺយើងអាចចុច play នៅលើរូបហ្នឹងបានបងប្អូនឃើញទេរូបហ្នឹងមានចលនាបាទអញ្ចឹងយើងអាចធ្វើការបង្កើតរូបហ្នឹងคล้ายទៅជាវីដេអូបានណាបងប្អូនអញ្ចឹងវិធីសាស្ត្រនេះគឺងាយទេបងប្អូនណាអូខេបន្ទាប់ពីយើងធ្វើការ generate ហើយបងប្អូនអាចធ្វើការយកវីដេអូហ្នឹងយកទៅប្រើប្រាស់បានគឺអត់ពិបាកទេវិធីសាស្ត្រក្នុងការយកវីដេអូហ្នឹងណាយកមកប្រើគឺបងប្អូនមើលត្រង់ចំណុចខាងក្រោមនេះត្រង់ចំណុចខាងក្រោមគឺមានសញ្ញាព្រួយអញ្ចឹងបងប្អូនចុចកន្លែងសញ្ញាព្រួយហ្នឹងមកបន្ទាប់មកវានឹងធ្វើការ download វីដេអូហ្នឹងទុកតែម្ដងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការ download ទុកហើយវានឹងធ្វើការ store វីដេអូហ្នឹងនៅក្នុង gallery ឬក៏កន្លែងរូបថតរបស់យើងហ្នឹងអញ្ចឹងយើងចូលមើលទាំងអស់គ្នាបាទអូខេអញ្ចឹងខ្ញុំសូមឆែកមើលកន្លែងវីដេអូដែលយើងបានធ្វើការ generate បងប្អូននេះឃើញអត់អញ្ចឹងបងប្អូនអាចធ្វើការសាក់ចុច play បានឃើញទេបាទងាយតែម្ដងបងប្អូនគ្រាន់តែប្រើរូបថតអាចបង្កើតទៅជាវីដេអូបាទវីដេអូក៏មានត្រឹមតែប៉ុណ្្នឹង